ដល់ពេលបងប្អូនចុច insert នឹងលូតមកត្រង់ចំណុចនេះហើយបងប្អូនអាចយកទៅប្រើការបានបាទបាទសួស្តីបងប្អូនអរគ្នាក្នុងវីដេអូនេះខ្ញុំមកធ្វើការបង្ហាញពី technique ឬក៏របៀបមួយសម្រាប់បងប្អូនយើងដែលគាត់ចង់ចេះបង្កើតនូវ QR code សម្រាប់ដាក់ទៅលើឯកសារសម្រាប់អតិថិជនមកគាត់នឹង scan បាទឬក៏ link ឲ្យផ្សេងបាទនៅក្នុងកម្មវិធី Word បាទជាឧទាហរណ៍ដូចជានេះ QR code នេះអញ្ចឹងបងប្អូនអាចបង្កើតខ្លួនឯងបានដោយប្រើនៅក្នុងកម្មវិធី Word បាទអញ្ចឹងកុំឲ្យខាតពេលយើងចូលទៅធ្វើទាំងអស់គ្នាជាដំបូងយើងចូលមកកាន់ Microsoft Office Word ហើយជ្រើសរើសពាក្យថា New បាទសូមកាត់មួយមកបាទអញ្ចឹងនៅពេលដែលយើងចូលមកត្រង់ចំណុចនេះបងប្អូនអរគ្នាសូមជ្រើសរើសពាក្យថា File ហើយអូមកក្រោមអញ្ចឹងបើនៅត្រង់ចំណុចនេះបងប្អូនអត់ឃើញពាក្យថា get add INS នេះទេបងប្អូនសូមចុចកន្លែង more នេះមកគឺវានៅត្រង់ចំណុចហ្នឹងបាទអញ្ចឹងកុំព្យូទ័ររបស់ខ្ញុំគឺនៅត្រង់ស្រាប់បាទអញ្ចឹងខ្ញុំចូលមកកាន់ពាក្យ get ហ្នឹងមកបាទអញ្ចឹងនៅពេលដែលយើងចូលហើយវានឹងមកកាន់ផ្ទាំងបែបនេះផ្ទាំងនេះគឺជាផ្ទាំងកន្លែងដែលយើងត្រូវ search បាទអញ្ចឹងកន្លែងនេះដែរគឺបងប្អូនអរគ្នាគឺត្រូវការ connect នៅ Wi-Fi ឬក៏ internet បាន search ចេញបាទអញ្ចឹងនេះ Wi-Fi រួចហើយបាទចឹងនៅពេលបងប្អូនមានអ៊ីនធឺណិតហើយបងប្អូនសូមវាយពាក្យថា QR for Office Word មក Office ហើយបងប្អូនសូមចុចពាក្យថា Search បាទអញ្ចឹងនៅពេលបងប្អូនចុចហើយបងប្អូនសូមចុចពាក្យថា Add ហើយចុចពាក្យថា Continue បាទអញ្ចឹងនៅពេលបងប្អូនចុចហើយវានឹងលោតមកផ្ទាំងដែលយើងត្រូវការកំណត់បាទអញ្ចឹងនេះគឺជាផ្ទាំងដែលយើងត្រូវការកំណត់បាទចឹងកន្លែងនេះគឺជា link website បើបងប្អូនអត់បដូរកន្លែងហ្នឹងទេគឺវាលោតវានឹង link នៅពេលដែលបងប្អូនចុច insert វានឹង link ចូលទៅកាន់ website big.com នេះអញ្ចឹងបងប្អូនលុបមកហើយបងប្អូនអរគ្នាទៅជ្រើសរើស link មួយដើម្បីយកមកដាក់បាទអញ្ចឹងជាឧទាហរណ៍ខ្ញុំសូមជ្រើសរើស link YouTube ខ្ញុំមួយដើម្បីយកមកដាក់សូមចូលនេះទៅបាទបាទអញ្ចឹងត្រង់ចំណុចនេះបងប្អូនអាចជ្រើសរើសយក link របស់បងប្អូនមកចុះខ្ញុំសូមជ្រើសរើសយក link YouTube របស់ខ្ញុំដើម្បីយកមកដាក់ copy ហើយបងប្អូនសូមយកមកផាសកន្លែងនេះចុចផាសបាទនៅពេលដែលបងប្អូនចុចផាសហើយបងប្អូនសូមមើលត្រង់ចំណុចនេះបងប្អូនសូមលុបកន្លែងអក្សរ HTTPS នឹងលុបចោលបាទបើបងប្អូនអត់លុបទេគឺវា insert អត់ចេញទេបាទអញ្ចឹងនៅពេលបងប្អូនដាក់ link ឲ្យត្រឹមត្រូវហើយវានឹង load ឲ្យយើង insert នេះគឺជា QR code ដែលយើងត្រូវការដែលយើងយកមកប្រើបាទអញ្ចឹងបងប្អូនមើលថាសមហើយបងប្អូនចាំចុច insert បាទអញ្ចឹងនៅកន្លែងមួយចំនួនទៀតមួយចំនួននេះតាក់ទងទៅនឹងពណ៌បងប្អូនចង់បដូរពណ៌វាក៏បានដែរបាទអញ្ចឹងឧទាហរណ៍បងប្អូនចង់ពណ៌ដាក់ពណ៌អីក៏បានដែរតែខ្ញុំសូមជ្រើសរើសពណ៌ខ្មៅដែលត្រូវស្តង់ដារបាទហើយកន្លែងនេះគឺជាពណ៌កន្លែងសអញ្ចឹងបងប្អូនអាចដូរស្រេចបងប្អូនតែខ្ញុំអត់សុំដូរគឺខ្ញុំដាក់ពណ៌ហ្នឹងបាទអញ្ចឹងនៅពេលបងប្អូនគិតថាត្រូវហើយបងប្អូនសូមចុច insert មកបាទអញ្ចឹងនេះនៅពេលបងប្អូនចុច insert វានឹងលូតមកត្រង់ចំណុចនេះហើយបងប្អូនអាចយកទៅប្រើការបានបាទបងប្អូនអាច screenshot ជារូបភាពមកហើយកែច្នៃឲ្យខ្លួនឯងបាទហើយបងប្អូនយកទៅដាក់ទៅលើ file ឬក៏ឯកសារដែលបងប្អូនបាននេះ link នេះដែលបងប្អូនបានដាក់បាទអញ្ចឹងបងប្អូនយកនឹងមកហើយយកប្រើការបាទអញ្ចឹងចំពោះវីដេអូនេះគឺមានតែប៉ុណ្ណឹងបាទអរគុណសម្រាប់ការទស្សនាហើយបើពេញចិត្តនៅវីដេអូនេះសូមបងប្អូនជួយចុច like និង subscribe នៅ channel ខ្ញុំមួយផងអរគុណជួបគ្នាវីដេអូក្រោយ